តាក់ទងទៅនឹងប្រាក់ចំណូលរបស់រដ្ឋាភិបាលតាមរយៈការប្រមូលពន្ធនឹងមានការធ្លាក់ចុះបាទខណៈដែលការចំណាយរបស់រដ្ឋាភិបាលគឺនៅតែដដែលអញ្ចឹងគឺគេព្យាករណ៍ថារយៈពេល10ឆ្នាំទៅមុខទៀតតាក់ទងទៅនឹងបំណុលជាតិរបស់សហរដ្ឋអាមេរិកអាចនឹងមានការកើនឡើងបន្ថែមបាទជំរាបសួរបងប្អូនអរគ្នាជួបគ្នាជាថ្មីនៅក្នុងវីដេអូវិភាគព័ត៌មានប្រចាំថ្ងៃរបស់ក្រុមហ៊ុន GLG Investment ដែលជួបជាមួយនឹងខ្ញុំគុណណាន់នៅថ្ងៃទី23ឧសភា2025នេះខ្ញុំនឹងធ្វើការចែករំលែកជូនទាក់ទងនឹងព័ត៌មានក៏ដូចជាធ្វើការអាប់ដេតទៅលើព្រឹត្តិការណ៍ផ្សេងៗដែលវាពាក់ព័ន្ធជាមួយបម្រែបម្រួលនៃតម្លៃទីផ្សារបាទទាក់ទងទៅនឹងតម្លៃហាងឆេងមាសដដែលដែលយើងតែងតែយកចិត្តទុកដាក់នោះតែយើងមើលឃើញថាកាលពីម្សិលមិញយើងឃើញថាទាក់ទងតម្លៃហាងឆេងមាសគឺវាមានការប្រែប្រួលនៅក្នុងកម្រិតមួយតិចតួចបាទដែលនៅក្នុងកម្រិតមួយ$65នៅក្នុង1អោនដែលវាបានធ្លាក់ចុះពីតម្លៃ$3,345រហូតដល់តម្លៃ$3,280នៅក្នុង1អោនអញ្ចឹងយើងឃើញថាបំរែបំរួលតម្លៃហាងឆេងមាសកាលពីម្សិលមិញបើយើងប្រើពាក្យបច្ចេកទេសគឺហៅថា correction គឺឬក៏ដែលយើងអាចនិយាយបានថាវាមានការធ្លាក់ចុះនៅក្នុងការកែសម្រួលទៅលើទីផ្សារអញ្ចឹងដោយសារតែតាក់ទងនឹងឥទ្ធិពលដែលបានលើកឡើងកាលពីម្សិលមិញជុំវិញបញ្ហាបានបំណុលក៏ដូចជាទីផ្សារបំណុលរបស់សហរដ្ឋអាមេរិកដែលត្រូវបានគេធ្វើការលក់ចេញឬក៏ដែលជាអ្វីដែលបានបង្ហាញថាជាការបាត់បង់ទៅលើទំនុកចិត្តនៅក្នុងការវិនិយោគទៅលើទីផ្សាររបស់សហរដ្ឋអាមេរិកដែលបង្ហាញឲ្យឃើញពីឱកាសនៅក្នុងការងើបឡើងទៅលើតម្លៃហាងឆេងមាសអញ្ចឹងដោយបានលើកឡើងដែលយើងមើលឃើញថាតាក់ទងតម្លៃហាងឆេងមាសនៅពេលដែលយើងឃើញថាតម្លៃវាមានការធ្លាក់កាន់តែច្រើនគឺជាឱកាសមួយកាន់តែល្អនៅក្នុងការធ្វើការទិញឡើងហើយសម្រាប់តម្លៃហាងឆេងមាសនៅក្នុងពេលបច្ចុប្បន្នគឺនៅក្នុងតម្លៃ$3,294នៅក្នុង1អោនដែលស្មើនឹង$3,968នៅក្នុង1តម្លឹងអញ្ចឹងតាក់ទងនឹងឱកាសនៅក្នុងការបម្រែបម្រួលទៅលើតម្លៃហាងឆេងមាសដែលថ្ងៃនេះក៏ជាថ្ងៃបិទផ្សារផងដែរអញ្ចឹងប្រសិនបើយើងមើលឃើញថាតម្លៃហាងឆេងមាសវាមានការធ្លាក់ចុះទៀតនោះអញ្ចឹងជាឱកាសមួយដែលយើងអាចធ្វើការទិញឡើងហើយមួយវិញទៀតបើសិនជាយើងផ្អែកទៅលើទិន្នន័យសេដ្ឋកិច្ចប្រចាំថ្ងៃរបស់សហរដ្ឋអាមេរិកឯនេះវិញកាលពីម្សិលមិញក៏មានចេញទិន្នន័យមួយដែលតាក់ទងនឹងជាប់លះក្លែមប្រចាំសប្តាហ៍ដែរអញ្ចឹងទិន្នន័យដែលចេញមកគឺនៅក្នុងកម្រិត 227K ដែលបង្ហាញថាអ្នកអត់មានការងារធ្វើប្រចាំសប្តាហ៍គឺមានចំនួន 227K ដែលជាចំនួនមួយធម្មតាមិនទាន់មានអ្វីដែលឃើញថាប្លែកឬក៏មានការភ្ញាក់ផ្អើលនៅក្នុងទីផ្សារនៅឡើយអ្វីដែលយើងមកធ្វើការអាប់ដេតនោះគឺតាក់ទងនឹងយោងតាមរបាយការណ៍របស់ CBO ដែលពាក្យពេញមកគេគឺ Congressional Budget Office ដែលគេបានលើកឡើងថាតាក់ទងទៅនឹងប្រាក់ចំណូលរបស់រដ្ឋាភិបាលតាមរយៈការប្រមូលពន្ធនឹងមានការធ្លាក់ចុះបាទខណៈដែលការចំណាយរបស់រដ្ឋាភិបាលគឺនៅតែដដែលអញ្ចឹងគឺគេព្យាករណ៍ថារយៈពេល10ឆ្នាំទៅមុខទៀតតាក់ទងទៅនឹងបំណុលជាតិរបស់សហរដ្ឋអាមេរិកអាចនឹងមានការកើនឡើងបន្ថែមចំនួន$3.8 លានបន្ថែមទៅលើបំណុលដែលកំពុងមានបច្ចុប្បន្នចំនួន$36.2 លានដែលនេះគឺបង្ហាញឲ្យឃើញថាតាក់ទងនឹងកម្រិតបំណុលរបស់សហរដ្ឋអាមេរិកគឺកាន់តែមានការកើនឡើងខ្ពស់ទៅដែលជាក្តីបារម្ភមួយសម្រាប់ពិភពលោកទាំងមូលដែលគេមើលឃើញថាតាក់ទងនឹងវិបត្តិបំណុលរបស់សហរដ្ឋអាមេរិកគឺរឹតតែរុនរឹតដែលធ្វើឲ្យសហរដ្ឋអាមេរិកគឺមានការធ្លាក់ប្រជាប្រិយភាពនៅក្នុងការវិនិយោគផងដែរហើយសម្រាប់ថ្ងៃនេះផងដែរมันមានទិន្នន័យអ្វីដែលគួរឲ្យកត់សម្គាល់នោះទេតាក់ទងនឹងទិន្នន័យអំពីសហរដ្ឋអាមេរិកដូច្នេះនៅក្នុងថ្ងៃនេះអ្វីដែលយើងគួរតែធ្វើការវិនិយោគទៀតនោះគឺយើងនៅតែផ្ដោតទៅលើរូបិយប័ណ្ណមួយចំនួនដូចជារូបិយប័ណ្ណយូរ៉ូរូបិយប័ណ្ណផោនក៏ដូចជារូបិយប័ណ្ណយ៉េនរបស់ប្រទេសជប៉ុនដោយសារតែឃើញអំពីតាក់ទងនឹងការធ្លាក់ចុះនៃប្រជាប្រិយភាពរបស់ប្រាក់ដុល្លារដែលជាឱកាសមួយដែលយើងអាចយកទៅធៀបជាមួយនឹងរូបិយប័ណ្ណមួយចំនួនដែលបានលើកឡើងដែលជាឱកាសនៅក្នុងការវិនិយោគដើម្បីទទួលបានផលចំណេញផងដែរបាទសម្រាប់ព័ត៌មាននៅក្នុងថ្ងៃនេះមានតែប៉ុណ្ណឹងបាទអរគុណបងប្អូនអតិថិជនដែលបានតាមដានវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់បាទសម្រាប់ព័ត៌មានបន្ថែមក៏ដូចជាចំណងផ្សេងៗតាក់ទងនឹងការវិនិយោគលើទីផ្សារមួយនេះបាទសូមកុំភ្លេចធ្វើការតាមដាននៅវីដេអូក្រោយទៀតជាចុងក្រោយខ្ញុំបាទកណ្ណាន់សូមអរគុណសូមជម្រាបលា